គ្នាមានប្រមាណហើយវាមកទាំងអស់លេងវាមួយដាក់ទៅកំស្នោជីវិតកូនប្រុសមិនខ្លាចអីទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់គ្នាមានប្រមាណហើយវាមកទាំងអស់លេងវាមួយដាក់ទៅកំស្នោជីវិតកូនប្រុសមិនខ្លាចអីទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់ក៏ពិភពលោកជើងជន់លើដីថាមិនដែលខ្លាចអ្វីមានជីវិតដូចខ្លាយប់ចេញដើមមានបាក់ហឺហាឆ្លុះវងវិញលែងស្គាល់សាឡាតូចដល់ធំខ្ញុំខូចអស់ហើយផ្លូវមួយនេះគ្មានកោះគ្មានត្រើយឯសួរដល់ស្លាប់ក៏គ្មានអ្នកឆ្លើយផ្លូវមួយនេះវាគ្មានប្រយោជន៍ឡើយពីតូចមិនស្ដាប់ចាំងដល់ចាស់ទៅបានដេកស្ដាយពេលវេលាជាមាសប្រាក់មិនខំរកគិតតែចាយធ្វើខំតែមួយដងប៉ុន្តែឲ្យស្ដាយមួយជីវិតគិតបងតិចគិតបងតិចមុននឹងធ្វើយើងត្រូវគិតមកក្រោយក៏ព្រោះតែកូនមិនស្ដាប់អូនមិនគិតសាងតែបាបឲ្យច្បាស់ជាយ៉ាប់កែមិនទាន់បានសបាយមិនទាន់អស់ចិត្តកំពុងតែលងប្រានល្ងាចមិនទាន់ជុំគ្នាបោះម៉ូតូលើកដៃឲ្យនាំគ្នាស្រែកហូមានតែគ្រប់ត្រូលមានតែអ្នកជេរគេថាពួកអានឹងវាគ្មានប្រយោជន៍ទេស្រណងអ្នកមិនដែរទឹកភ្នែកជោគវល់មានតែរឿងក្តៅក្រហាយក្នុងទ្រូងតឹងណែនបារម្ភនឹងកូនចៅមកសៀតចំណៃរកូនវិញបង្ហងម៉ូតូប្រងព្រាតម៉ែអីរុងនៅប្រឹងព្រោះកូនគ្នាមានប្រមាណហើយវាមកទាំងអស់លេងវាមួយដាក់ទៅកំស្នោជីវិតកូនប្រុសមិនខ្លាចអីទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់គ្នាមានប្រមាណហើយវាមកទាំងអស់លេងវាមួយដាក់ទៅកំស្នោជីវិតកូនប្រុសមិនខ្លាចអីទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់គ្នាមានប្រមាណហើយវាមកទាំងអស់លេងវាមួយដាក់ទៅកំស្នោជីវិតកូនប្រុសមិនខ្លាចអីទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់Okay, let's go. កានៅដើរថាមិនដែរខ្លាចគេឲ្យមើលមុខអញចង់លេងមែនទេមើលស្រួលប្រយ័ត្នមានស្នាមធ្នេមិនមែនសេរីចាស់តែអសេរីមេដើរកាត់ស្ដោះទឹកមាត់បើសិនចង់ហក់ឲ្យស្រួលប្រយ័ត្នភ្លាត់មិនសិនមួយថ្ងៃប្រយ័ត្នតែគេលេងទាត់មើលទៅហែកដូចជាសិនស្ទាត់បើសិនឲ្យភ្លើមិនក៏ឲ្យធ្វើដូចចេះសួរអីក៏ឆ្លើយដូចវាមិនទាត់តម្រេះរៀនវាមិនចុះពូកែតែបុកនេះកែនិយាយវាមិនស្ដាប់មានតែចាប់វាប្រដៅចុះអបភ្លើល្អឲ្យវាទៅវាមិនទៅអាស្ដាប់តាមបងគឺមិនខុសតែអពើស្ដាប់តាមបងគឺមិនខុសតែអពើឲ្យកែខ្លួនទៅអាណិតដល់ម៉ែអើគ្នាមានប្រមាណហើយវាមកទាំងអស់លេងវាមួយដាក់ទៅកំស្នោជីវិតកូនប្រុសមិនខ្លាចអីទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់គ្នាមានប្រមាណហើយវាមកទាំងអស់លេងវាមួយដាក់ទៅកំស្នោជីវិតកូនប្រុសមិនខ្លាចអីទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់ក៏ពិភពលោកជើងជន់លើដីថាមិនដែលខ្លាចអ្វីមានជីវិតដូចខ្លាជប់ចេញដើមមានបាក់ហឺហាឆ្លុះវងវិញលែងស្គាល់សាឡាតូចដល់ធំខ្ញុំខូចអស់ហើយផ្លូវមួយនេះគ្មានកោះគ្មានត្រើយឯសួរដល់ស្លាប់ក៏គ្មានអ្នកឆ្លើយផ្លូវមួយនេះវាគ្មានប្រយោជន៍ឡើយពីតូចមិនស្ដាប់ចាំងដល់ចាស់ទៅបានដេកស្ដាយពេលវេលាជាមាសប្រាក់មិនខំរកគិតតែចាយធ្វើខំតែមួយដងប៉ុន្តែឲ្យស្ដាយមួយជីវិតគិតបងតិចគិតបងតិចមុននឹងធ្វើយើងត្រូវគិតមកក្រោយក៏ព្រោះតែកូនមិនស្ដាប់អូនមិនគិតសាងតែបាបឲ្យច្បាស់ជាយ៉ាប់